តោះមកបន្តការងារយើងបន្តទៀតហើយវីដេអូនេះក៏ជាវីដេអូបញ្ចប់ដែរក្នុងការរៀបចំសួនជូនអតិថិជនហ្នឹងណាតាំងពីក្រាលស្មៅតាំងពីដាំដំណាំហូបផ្លែរហូតដល់សួនខ្នាតតូចសម្រាប់សួននេះគឺវាមានទំហំតូចល្មមទេមិនធំឯណាទេដោយសារតែខាងម្ចាស់ផ្ទះគាត់អត់ចង់បានសួនបែបធំពេកទេដោយសារតែគាត់អត់ចង់បានភាពស្មុគស្មាញណាហើយតាមទម្លាប់ចាស់អញ្ចឹងគឺដោយសារតែខាងម្ចាស់ផ្ទះគាត់ឲ្យការសម្រេចចិត្តមកលើខ្ញុំទៅលើការរៀបចំក៏ដូចជាការរៀបចំកន្សឹបជូនគាត់ណាហើយគាត់ក៏អត់នៅផ្ទះដែរអញ្ចឹងខ្ញុំក៏ធ្វើការលោដើម្បីថតផ្ញើឲ្យគាត់មើលណាអញ្ចឹងគាត់ຕົកចិត្តខ្ញុំមែនតើនិយាយរួមទៅតាំងពីការធ្វើនេះគាត់អត់មានមកចិត្តមកក្បែរតែម្ដងរហូតដល់រួចរាល់តែម្ដងអញ្ចឹងឥឡូវដូចអ្នកទាំងអស់បានឃើញអញ្ចឹងខ្ញុំបានធ្វើការលោរួចរាល់ក៏ដូចជាការថតផ្ញើជូនគាត់ហើយខ្ញុំក៏បានបញ្ជាក់ទៅប្រាប់គាត់ថាទីតាំងណាដែលយើងត្រូវដាក់អញ្ចឹងណាហើយសម្រាប់ការរចនាសួនរបស់ខ្ញុំនេះគឺសួរថា concept បែបអីអានេះ concept បែបសម័យជាមួយនឹងការចូលចិត្តរបស់ខ្ញុំណាហើយអ្វីដែលខ្ញុំសម្លឹងមើលឃើញទៅសួននេះគឺពណ៌របស់វាគឺខ្ញុំបានបញ្ចូលពណ៌របស់វាឲ្យវាមើលទៅបែបត្រជាក់ភ្នែកណាអញ្ចឹងសម្រាប់ពណ៌សួនដែលខ្ញុំបានរៀបចំជូនអតិថិជនថ្ងៃនេះគឺអត់មានភាពឆាតឆាយខ្លាំងទេប៉ុន្តែវាស៊ីវិល័យដោយអ្នកទាំងអស់បានឃើញអញ្ចឹងគឺការបណ្ដេញពណ៌នេះគឺវាត្រជាក់ភ្នែកមែនទែនជាមួយនឹងការរៀបចំបែបសម័យទំនើបណាអញ្ចឹងបន្ទាប់ពីយើងបានធ្វើការរៀបចំរួចរាល់ដោយអ្នកទាំងអស់ឃើញអញ្ចឹងគឺវាស្រស់ស្អាតមែនទែនជាមួយនឹងរុក្ខជាតិដែលយើងបានបញ្ចូលគ្នាហើយឥឡូវដល់វគ្គដែលយើងក្រាលគ្រួហើយមុននឹងក្រាលគ្រួក៏ខ្ញុំបានកាច់ខ្សែម៉ូតក៏ដូចជាការដាក់ស្បៃដែរហើយសម្រាប់គ្រួវិញគឺខ្ញុំប្រើគ្រួ5ពណ៌បញ្ចូលគ្នាតែម្ដងតាមពិតយើងអាចប្រើពណ៌សឬក៏ពណ៌ខ្មៅក៏បានដែរប៉ុន្តែខ្ញុំមើលឃើញថាការប្រើពណ៌របស់យើងហ្នឹងគឺត្រូវប្រស៊ីគ្នាឲ្យស៊ីដែរដោយសារយើងប្រើគុជពណ៌សហើយយើងមានរូបទន្សាយពណ៌សទៀតអញ្ចឹងបើយើងដាក់គ្រួសទៀតក៏វាបានថាវាលើសណាអញ្ចឹងយើងត្រូវបញ្ចូលពណ៌ផ្សេងដើម្បីវាមើលទៅកាន់តែលេចធ្លោហើយសម្រាប់ពណ៌ហ្នឹងក៏វាអត់ឆ្ងាយពីសដែរគឺ5ពណ៌នេះគឺវាមើលទៅវាបណ្ដេញគ្នាស្អាតតែម្ដងដូចអ្នកទាំងអស់បានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺសួននេះគឺអត់មានភាពតាក់ភ្នែកទេអញ្ចឹងពណ៌ដែលយើងបានជ្រើសរើសវាស៊ីជាមួយនឹងផ្ទះស៊ីជាមួយនឹង concept ដែលយើងបានបញ្ចូលស៊ីជាមួយនឹងពណ៌ហើយនឹងរុក្ខជាតិដែលយើងបានដាក់ដែរគឺយើងបានប្រើទៅលើ material មួយចំនួនដែលវាមើលទៅបែបទាន់សម័យណាដូចជាប្រភេទដើម olive ប្រភេទដើម cypress blue eye ក៏ដូចជាដើមព្រិលសដើមដំណក់ទឹកភ្លៀងស្វាយក៏ដូចជាដើមឫស្សីជប៉ុនដើមសារាយដើមប្រទាលកងទ្របក៏ដូចជាដើមផ្កាក្តាស់បែបស្រាលក៏ដូចជាដើមជ្រុលពេជ្រអីចឹងទៅអញ្ចឹងវាមានភាពឥតខ្ចោះតែម្ដងជាមួយនឹងពណ៌និងការបណ្ដេញគ្នាណាហើយការរៀបចំសួនរបស់យើងក៏បានបញ្ចប់ដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានជាមួយនឹងការរៀបសួនរបស់ខ្ញុំណាបើសិនជាអ្នកទាំងអស់គ្នាមានបំណងចង់រៀបសួនមិនថាតូចឬធំអាចធ្វើការតំណែងបានជាមួយសួននគររាជ598ទាំងអស់គ្នាណាអរគុណ